តារូបមន្ត nachos ពិតប្រាកដត្រូវដាក់គ្រឿងអីខ្លះទៅវិញ nachos គឺជាអាហារសម្រន់បែប Mexic ដែលមានបន្ទះនំប៉័ងពោតបំពងស្រួយឬ tortilla chips ជាគ្រឿងផ្សំចម្បងហើយត្រូវបានស្រោចពីលើដោយ cheese បន្លែគ្រឿងទេសនិងសាច់ចិញ្ច្រាំប៉ុន្តែនេះគ្រាន់តែជារូបមន្តដែលទើបតែពេញនិយមនៅពេលក្រោយប៉ុណ្ណោះរូបមន្តដើមនិងប្រភពកំណើតរូបមន្តដើមដំបូងបំផុតមានតែ3មុខប៉ុណ្ណោះគឺបន្ទះនំប៉័ងពោត cheese និងម្ទេស jalapeno ឬ jalapeno មុខម្ហូបនេះត្រូវបានបង្កើតឡើងដោយមេចុងភៅជនជាតិមិចស៊ិកម្នាក់ដែលចង់ធ្វើអាហារសម្រន់ងាយៗដោយប្រើវត្ថុធាតុដើមដែលនៅសល់ក្នុងប្រភេទបាយគាត់បានយកបន្ទះនំ tortilla មកហាន់ជាចំណិតត្រីកោណតូចៗរួចបំពងឲ្យស្រួយហើយស្រោច cheese និងដាក់ម្ទេសដែលនៅសល់ពីលើឈ្មោះនេះបានមកពីឈ្មោះហៅក្រៅរបស់មេចុងភៅរូបនោះឯងគាត់មានឈ្មោះថា Ignacio Nacho Anaya ការពេញនិយមក្នុងសម័យបច្ចុប្បន្នតាមពិតទៅ Nacho មានវត្តមានតាំងពីសម័យសង្គ្រាមលោកលើកទី2មកម្លេះវាទើបតែមកល្បីខ្លាំងមែនទែននៅក្នុងយុគសម័យ social media នេះឯងព្រោះវាជាមុខម្ហូបដែលងាយស្រួលធ្វើអាចច្នៃបានច្រើនរូបមន្ត adaptable អាចបរិភោគជុំគ្នាបានច្រើនអ្នកកត្តាទាំងនេះបានធ្វើឲ្យ Nacho ក្លាយជាអាហារដែលពេញនិយមទូទាំងពិភពលោកយ៉ាងឆាប់រហ័ស